បើឡើងយើងធ្វើការ restart របស់យើងទៅហើយតើតងជាមួយនឹងការ restart ហ្នឹងយើងប្រើ key ផ្សេងៗគ្នានៅក្នុងការ boot ខ្លះក៏ប្រើ F2 ខ្លះក៏ប្រើ escape ខ្លះក៏ប្រើ delete ខ្លះទៀត F12 F11 ចឹងទៅតាម model តែយើងធ្វើការសម្រាប់ខ្ញុំមកប្រើ key delete ហើយនឹង F2 ហ្នឹងខ្ញុំ spam ទាំងពីរហ្នឹងនៅក្នុងផ្ទាំង BIOS របស់យើងនេះឃើញចេញផ្ទាំង BIOS មកផ្ទាំង BIOS ហ្នឹងគឺយើងទៅរកព្យាយាមទៅរក flash របស់យើងនេះវាជា flash របស់យើង UEFI តែយើងចុចលើហ្នឹងមកហើយយើងជ្រើសរើសយក UEFI solid USB ព្រោះយើង boot លើ USB អញ្ចឹងធ្វើការចាំឲ្យវា boot តិចមកឥឡូវវាកំពុងធ្វើការ load ផ្ទាំង Windows 11មកព្រោះខ្ញុំ boot Windows 11ចូលនៅផ្ទាំង Windows 11 setup ហ្នឹងវាធ្វើការឲ្យយើង select តតងមួយនឹងតតងជាមួយនឹងភាសាឥឡូវយើងធ្វើការយក United States English ហ្នឹងភាសាអង់គ្លេសហ្នឹងទាំងពីរហ្នឹងមកធ្វើការចុច next មកតើមួយ keyboard input យើងយក UFS ហ្នឹងមកធ្វើការចុច next តោះមកយើងធ្វើការ create ហើយយើងយក install Windows ហ្នឹងដដែលហ្នឹងមកហើយធ្វើការចុច next យើងអត់មាន product key ទេដោយសារយើងអត់មាន product key ចឹងយើងយក I don't have product key ហើយយើងចាំបន្តិចទៅនៅពេលដែលចេញមកនេះមកយើងធ្វើការយកនោះ Windows 11 Pro ហើយយើងធ្វើការចុច next ទៅកន្លែងនេះថាយើង scroll ចុះក្រោមតិចមកហើយយើង accept agreement របស់វាហ្នឹង license term របស់វាហ្នឹង accept វាទៅគ្មានអីទេឡើយហ្នឹងបាទកន្លែងនេះគឺជា try របស់យើងហើយវាធ្វើការ participate មកអញ្ចឹងទាំងអស់ហ្នឹងគឺយើងធ្វើការលុបវាទាំងអស់ហើយទុកតែមួយសម្រាប់ boot ទេសម្រាប់ធ្វើ try C ណាធ្វើការលុបវាមកគឺយើងអត់ទុកទេណាយើងលុបទាំងអស់ពីហ្នឹងក៏លុបដែរបន្ទាប់ពីលុបហើយយើង select យកថ្ងៃ try មួយហ្នឹងមកដើម្បីយកទៅធ្វើជា try C របស់យើងចុច next មកអូខេឥឡូវវារួចរាល់ហើយវាចង់ឲ្យយើង install យើងធ្វើការចុច install ហើយយើងរងចាំឲ្យវាពេញទៅវាចាប់ផ្ដើម load ទៅតងជាមួយផ្ទាំង interface របស់យើងដើម្បី select ភាសា keyboard អីផ្សេងៗទៀតអូខេឥឡូវវាកំពុង install យើងរងចាំវាពេញតើតងជាមួយនឹង keyboard ឲ្យយើង select ផ្សេងៗតើតងជាមួយភាសាដូចគ្នាឥឡូវរងចាំវាបន្តិចទៅបាទឥឡូវវាសួរប្រទេសយើងសួរយើងនៅណាក្នុងភាសាឯហ្នឹងយើងយក United States ហ្នឹងទៅឲ្យចុច yes ទៅតើតងមួយ keyboard របស់យើង keyboard របស់យើងយក US ហ្នឹងទៅហើយចុច yes ទៅវាមាន keyboard បន្ថែមទៀតអត់យើងដាក់ keyboard ខ្មែររបស់យើងចុច add layout
scroll មកខមហៅភាសាខ្មែរណានេះខ្មែរ comedy ហ្នឹងនិយាយយកខ្មែរ comedy ហើយចុច next មកយកខ្មែរនីដាខាងក្រោមខ្មែរណាចុចហ្នឹងហើយចុច add layout អូខេទៅតមកការ connection ខ្ញុំមាន connection Wi-Fi មានអីទេចឹងចុច don't have internet ហ្នឹងទៅដាក់ឈ្មោះតែនេះឈ្មោះ computer របស់យើងចឹងយើងចង់ដាក់អីក៏បានដែរខ្ញុំដាក់ group 4អូខេដាក់ group 4ចុច next ទៅអូខេ password មិនបាច់ដាក់ទេនាំញ៉ៃញ៉ៃចូលទៅលោកពេលនេះចុច next ទៅ choose privacy setting for your device អញ្ចឹងអាហ្នឹងក៏មានអីដែរចុចនេះដែរទៅអូខេចុច save អូខេឥឡូវយើងធ្វើការរងចាំវាបន្តិចទៅវា set up អីឲ្យយើងតើ set up ឲ្យវានឹងចេញផ្ទាំង interface ឲ្យយើងបាទនេះឥឡូវចេញមកហើយរួចរាល់ហើយគឺអីដែលទៅបន្តហ្នឹងគឺdot flash របស់យើងមាន flash មាន external ហ្នឹងដែលមាន font មានកម្មវិធីហ្នឹងយើងធ្វើការ dot ចូលទៅហើយនេះតើតងជាមួយនឹង GPT.MSC ហ្នឹងយើងធ្វើការទៅបិទទៅលើ auto play ជាងធ្វើការយក local computer យក computer configuration យក administrator ហើយយើងយក all setting យើងធ្វើការបិទតើតងជាមួយ turn off auto play នេះដូចយើងបង្ហាញហ្នឹង turn off auto play ហ្នឹងវាជួយកុំឲ្យ flash ចូលទៅ direct មកបើសិនជា flash នឹងមានមេរោគគឺវាមិនចូលទៅ computer យើងហ្មងទេបាទឥឡូវខ្ញុំដោត external ខ្ញុំចូលហើយដើម្បីដំឡើង font ហ្នឹងការចូលទៅក្នុង file explorer select ទៅលើ drive របស់យើងឬមួយក៏ flash របស់យើងដែលដោតចូលហ្នឹងហើយទៅរក font យើងដាក់ font នៅក្នុង folder ណាអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំទុកវានៅក្នុង software នេះคลิกមួយខាងលើ font ហ្នឹង yes ធ្វើការ select អាហ្នឹងហើយយើងធ្វើការចុច control A ដើម្បី select ទាំងអស់ហើយធ្វើការចុច control C ដើម្បី copy វាចូលទៅក្នុង drive C របស់យើងនៅក្នុង disk PC យើងយក drive C មកយើងយកតែទៅជាមួយនឹង Windows scroll ចុះមកក្រោមរកពាក្យថា font នេះគឺជា font របស់យើងណាបាទហើយយើងធ្វើការ paste control V មក paste font ដែលយើង copy មកមិញហ្នឹងចូលអានេះអត់សារវាមានហើយចឹងចុច create យកចេះមក replace វាក៏បានឬក៏ចុច no ក៏បានដែរលើកចាំឲ្យវាពេញទៅចាំយើងទៅធ្វើអីតទៀតអូខេនេះឥឡូវវាពេញហើយយើងបិទវាមកយើងចូលទៅធ្វើការ download install dictionary ហ្នឹងចូលទៅ dictionary វាមាន camera ជាមួយនឹងសម្ដែងសង្គ្រាមជួយចំណាតជួលលោកគ្រូទៅ set up អាហ្នឹងចុច set up ទៅ
ចុច yes ទៅមានអីទេហ្នឹងហេរកចង់វាចិត្តពេញទៅ plate ពេញទេហ្នឹងហើយចាំត down ចាំត install សម្ដេចសង្គ្រាមជួនណាមួយទៀតអូខេឥឡូវយើងវាចិត្តពេញហើយយើងទៅ install សម្ដេចសង្គ្រាមជួនណាមួយទៀតហើយចុច software ដែលខ្ញុំទុកវាក្នុងហ្នឹងចុច scenery ហើយរកសម្ដេចសង្គ្រាមជួនណានេះជួនណា dictionary ហ្នឹងហើយអូខេ select លើហ្នឹង double click លើហ្នឹងមកចុច yes អូខេចុចនេះរហូតទៅវាធ្វើការ install មានពី install ចុច install ទៅអូខេ camera យើងហើយអូខេជួនណាយើងក៏ហើយដែរខ្ញុំធ្វើការបិទទៅកុំឲ្យវាបើកនេះនឹងជាកម្មវិធីអីទេយើងវាឲ្យស្នើឲ្យ install យើងបាយ install ទៅចុច cancel ទៅអូខេ finish វារាល់ហើយវាសួរយើងថាអូខេបើកផ្ទាំងហ្នឹងអត់ខ្ញុំបាច់បើកទេចុច no ទៅនេះក៏បិទដែររចនានៅក្រោមបិទទៅអូខេបន្ទាប់ពី install dictionary រួចរាល់ហើយយើងចូលទៅ install អូខេឥឡូវយើងចូលមកដល់ការ install Adobe Master យើងចុច Adobe Master ហ្នឹងមកហើយយើងយកមួយទៀតហ្នឹងហើយទាំងអស់គ្នាផ្លេចមុននេះធ្វើការ down តើតើជួយកម្មវិធីទាំងអស់ហ្នឹងយើងត្រូវបិទតើតើជាមួយនឹងreal time ព្រោះកម្មវិធីរបស់យើងជាកម្មវិធី crack អញ្ចឹងយើងយក virus នេះ threat protection setting យើងចូល manage setting ហ្នឹងទៅហើយយើងធ្វើការបិទ real time protection បិទអាហ្នឹងបានយើងអាចដើរ install កម្មវិធី crack របស់យើងបានព្រោះវាជាមេរោគឥឡូវយើងយក auto play ហ្នឹងមក double click យើងយក yes អូខេហើយចេញមកចុច install នេះធ្វើការចុច install ទៅវារងចាំវាតិចអូខេនៅពេលវាចេញបែបនេះមកគឺវាធ្វើការ select ឲ្យយើង auto អញ្ចឹងយើងធ្វើការ deselect all ហ្នឹងទៅព្រោះវា select យើងទាំងអស់ deselect ទៅយើង select ខ្លួនឯងយើងយក Adobe Acrobat នេះមួយអាហ្នឹងជាប្រភេទ PDF របស់យើងហ្នឹងជាប្រភេទ file PDF និយាយរួមនៅក្នុងហ្នឹងបើសិនជាយើងចង់ download យើងគ្រាន់តែធ្វើការ select ទៅយើងចឹងខ្ញុំយក Adobe Illustrator នឹងមួយទៀតហើយជាមួយនឹង Photoshop ចុច create ហ្នឹងមកដូចជាមានតែប៉ុណ្្នឹងទេអូខេយើងធ្វើការ continue ដើម្បី install វាអូខេជិះរងចាំវាតិចទៅអូខេឥឡូវរួចរាល់ហើយឃើញយើងធ្វើការចុចបិទមក close បន្តមកទៀតយើងធ្វើការហ្នឹង inject វាចោលសិនណាចូលទៅ install Office ម្ដងsoftware ហើយខ្ញុំដូចជាអូខេនេះ Office អូខេ2016
ok double click ចូលលើ Office 2016 ហ្នឹងហើយយើងយក install double click លើហ្នឹងវានឹងចេញ interface មួយឲ្យយើងហើយយើងចុចយើងមកទីវានឹងចេញ interface Office មកអូខេឥឡូវនេះយើងដក crease ចេញអស់ទៅយើងធ្វើការ select យកឲ្យដែលយើងចង់ install ហ្នឹងយើងយក Word Excel PowerPoint ហើយនឹង OneDrive អូខេសម្រាប់ខ្ញុំយកប៉ុណ្ណឹងយើងធ្វើការចុច install ទៅហើយរងចាំឲ្យវា install ពេញអូខេឥឡូវកំពុងធ្វើការ install ហើយនៅពេលដែលវា install ពេញយើងត្រូវទៅ activate ឥឡូវវីដេអូនេះខ្ញុំកាត់ទៅអូខេឥឡូវឃើញថាចិត្តរួចរាល់ហើយអូខេឥឡូវរួចរាល់ហើយហើយដើម្បី activate ហ្នឹងគឺយើងមើលទៅខាងលើនេះ utility and setting ចុចចូលកន្លែងហ្នឹងមកហើយយើងធ្វើការ refresh វាមួយសិនចុចបិទអានេះសិនឥឡូវខ្ញុំធ្វើការទាញវាមក desktop សិន select វាចុច control key ហើយធ្វើការ select ទៅហើយទាញវាមក refresh វាមកអូខេចឹងធ្វើការបើក Microsoft Word សិនចុច account ឃើញមាន activate require យើងធ្វើការ activate ចឹងធ្វើការ activate វាដើម្បី activate ហ្នឹងគឺហ្នឹងហើយយើងចុចចូល utility and setting ហ្នឹងហើយយើងធ្វើការ retail វាមកអូកន្លែងនេះវាឲ្យយើងមានន័យថាយើងត្រូវការចូលប្រើកម្មវិធីហ្នឹងសិនចូលប្រើកម្មវិធីហ្នឹងយើងចុចពីសិនទៅហើយយើងបាច់ save តោះមកយើងចុច retail ហើយយើងធ្វើការ activate តែចុច yes ហើយតោះចុច activate មកអូខេយើងត្រូវបើកចឹងនៅពេលដែលយើងបើកវាគួរតែចេញ product active មានន័យថាការ activate របស់យើងគឺជោគជ័យហើយកំហុសហ្នឹងគឺថាដោយសារតែយើងអត់ទាន់បានចូលទៅបើកកម្មវិធីហ្នឹងយើងអត់ទាន់បានប្រើយើងអត់ទាន់បាន typing លើហ្នឹងអញ្ចឹង activate វាបានជាប់នៅក្នុងហ្នឹងទេអញ្ចឹងមុននឹងយើងចូល activate យើងចូលទៅប្រើតកតងជាមួយនឹង Microsoft Office របស់យើងសិនទៅឥឡូវយើងធ្វើការ test phone វាតិចទៅក្នុងភាសាខ្មែរភាសាអង់គ្លេសនេះជាណាចាអូខេអូខេឥឡូវវីដេអូយើងមានប៉ុណ្ណឹងយើងបញ្ចប់វាទៅធ្វើការ refresh មួយសិនមកបញ្ចប់